តើការដាក់ power bank នៅក្នុងថង់ plastic អាចការពារមិនឲ្យមានអគ្គិភ័យឬក៏ភ្លើងឆេះបានដែរឬទេចានេះគឺជាវីដេអូមួយដែលគេធ្វើការពិសោធន៍ដូចយើងដឹងស្រាប់ហើយឥឡូវនេះសម្រាប់បងប្អូនដែលធ្វើដំណើរតាមយន្តហោះដោយយក power bank ទៅនឹងមុននឹងយកទៅគឺយើងត្រូវដាក់នៅក្នុងថង់ plastic បែបនេះទើបយើងអាចយកតាមខ្លួនឡើងជិះយន្តហោះបានគឺយើងអាចដាក់វ៉ាលីធំទេវ៉ាលីយើងត្រូវយកជាប់តាមខ្លួនប៉ុន្តែគេធ្វើការពិសោធន៍ដោយបញ្ចូលថ្មចាសាកវាអញ្ចឹងទៅហើយជុំវិញហ្នឹងគឺដាក់កម្ដៅចាដាក់របស់ដែលមានរាងក្តៅហ្នឹងគឺ power bank នឹងទោះជាដាក់នៅក្នុងថង់ plastic ឬក៏ក្នុងប្រអប់អីបិទជិតឬក៏ក្នុងកាបូបអីក៏ដោយគឺវាអាចផ្ទុកបានឲ្យតែជុំវិញហ្នឹងវាមានចាកម្ដៅរាងខ្ពស់បន្តិចអញ្ចឹងណាចាអញ្ចឹងសម្រាប់បងប្អូនដែលចង់យក power bank អីតាមខ្លួនពេលឡើងជិះយន្តហោះហ្នឹងគួរតែពិចារណាផងដែរព្រោះថាមួយរយៈចុងក្រោយនេះគឺមានការផ្ទុះ power bank ដែលធ្វើឲ្យមានការខូចខាតឆេះយន្តហោះឬក៏ចាមានការផ្អាកជើងហោះហើរនៅក្នុងប្រទេសកូរ៉េចានេះគឺជាការពិសោធន៍មួយផងដែរហើយសម្រាប់បងប្អូនដែលចង់កុំឲ្យមានបញ្ហាចាបងប្អូនគួរតែចាពិចារណាដែរហើយមួយទៀតសម្រាប់ power bank ហ្នឹងគឺយើងប្រើដើម្បីឲ្យមានសុវត្ថិភាពហ្នឹងគឺកុំដោតបញ្ចូលទុកចោលយូរហើយមួយទៀតត្រូវទិញ power bank ណាដែលជារបស់ពិត